បងប្អូនណាខ្ញុំប្រើពាក្យមួយខ្ញុំមើលរួចហើយខ្ញុំព្រឺរោមខ្លួនឯងដល់ពេលខ្ញុំផុសទៅមនុស្សធម្មតាអត់មានស្ដាប់ឮទេបងប្អូនខ្ញុំអានរួចហើយខ្ញុំព្រឺរោមខ្លួនឯងបងប្អូនខ្ញុំអានឲ្យបងប្អូនស្ដាប់នឹងបើសិនណាជាខ្ញុំស្លាប់ទៅវោតបែបហ្នឹងខ្ញុំដឹងថាគេនឹងយកទៅផុសហ្មងដូចលីខ្វាន់យូពេលតែគាត់ស្លាប់គេយកខ្វូតរបស់គាត់ទៅផុសខ្ញុំយល់ថាចឹងប៉ុន្តែកូនខ្មែរច្រើនណាបងប្អូនធម្មតានឹងពាក្យអញ្ចឹងខ្ញុំគូសបញ្ជាក់អំពីអារម្មណ៍របស់ខ្ញុំទ្រាំអត់បានទេបងប្អូនខ្ញុំប្រើពាក្យថាវាពិតជាស្មុគស្មាញមែនហើយវាពិតជាលំបាកមែនហើយវាពិតជាគ្រោះថ្នាក់មែនហើយដែលយើងតស៊ូគាស់រំលើងរចនាសម្ព័ន្ធនៃអំណាចប្រមូលផ្ដុំបងប្អូនគិតមើលត្រូវអត់វាពិតជាពិបាកមែនហើយវាពិតជាស្មុគស្មាញមែនហើយវាពិតជាគ្រោះថ្នាក់មែនហើយដែលយើងតស៊ូគាស់រំលើងរចនាសម្ព័ន្ធនៃអំណាចប្រមូលផ្ដុំប៉ុន្តែវាគឺជាកាតព្វកិច្ចដែលយើងត្រូវតែធ្វើដោយខានមិនបានបើទោះបីជាយើងត្រូវចំណាយជីវិតក៏ដោយពីព្រោះក្នុងភាពជាជនថ្លៃថ្នូរជាពូជសាសន៍ដែលថ្លៃថ្នូរយើងមិនអាចអត់ទ្រាំបានទេចំពោះភាពកក្លឿនភាពកោងកាចភាពអំនួតភាពប្រហើនច្រឡោមខាមដែលជាលក្ខណៈរបស់ចៅព្រៃនៃបុគ្គលដែលរស់នៅលើសំណាញ់ច្បាប់ដែលកំពុងតែសម្ដែងសារជាតិពីលរបស់ពួកគេនៅក្នុងផ្ទះសម្បែងរបស់យើងបងប្អូនស្ដាប់ពាក្យនឹងតន់អត់បងប្អូនគេមកចាប់យើងចងគេផឹកស៊ីរបស់យើងគេដើរកាប់ដំណាំជុំវិញផ្ទះយើងគេរំលើបកូនយើងនៅមុខយើងរួចឲ្យគេរាំគេច្រៀងក៏ក្លឿនបងប្អូនក៏ក្លឿននៅក្នុងផ្ទះរបស់យើងបងប្អូនហើយសល់តែថ្មិញពីរក៏លួតខំដែរយើងមិនអាចស៊ូទ្រាំជាមួយនឹងភាពក៏ក្លឿនដែលជាលក្ខណៈចោលព្រៃរបស់ពួកដែលនៅក្រៅសំណាញ់ច្បាប់ដែលគេបង្ហាញលក្ខណៈពីលរបស់គេក្នុងផ្ទះសម្បែងរបស់យើងទេបងប្អូនណាខ្វូតបែបហ្នឹងបើលីខ្វាន់យូវិញមិនដឹងជាល្បីពេញពិភពលោកប៉ុណ្ណាទេបងប្អូនផុសឲ្យកូនខ្មែរមើលធម្មតាបងប្អូនណាខ្ញុំតឹងទ្រូងស្ទើរបែកខ្ញុំចង់យកអាចិត្តដែលមិនអាចទ្រាំរស់នៅក្នុងសភាពបែបហ្នឹងយកទៅបញ្ច្រកឲ្យកូនខ្មែរមួយបងប្អូនហើយនិយាយពីច្រកចូលកូនខ្មែរដូចដាស់កូនក្មេងតូចដែលវាកំពុងតែដេកលក់ឲ្យវាឈរដាក់វាអង្គុយទៅទន់កល្ងាក់ដាក់អង្គុយទៅទន់កល្ងាក់បង្រៀនកូនខ្មែរមួយណាវាធម្មតាវារស់នៅបានងាកទៅខាងលិចឃើញសក់ក្រហមខ្ញុំកេះបងប្អូនក្នុងឡានណាខ្ញុំថាស្អុយមួយនោះកូនខ្មែរនោះអូនស្អុយអាមួយនោះស្អុយសក់ក្រហមនោះងាកទៅខាងនោះម៉ែកំពុងតែរាំក្នុងផុកហើយក្តិតខោវាឡើងតាក់ទៅញោទីខ្ញុំថានោះក៏ស្អុយមកវងដែរកូនងាកទៅនេះមកវងងាកទៅនោះវងថាអូយលាយកូនលាយហើយកូនលាយហើយចិត្តរបស់យើងបងប្អូនឲ្យទ្រាំរស់នៅមិនបានទេក្នុងសង្គមបែបហ្នឹងអញ្ចឹងបានខ្ញុំលើកជាខ្វូតនឹងបងប្អូនស្ដាប់ឲ្យទាន់ណាស្ដាប់ខ្វូតជាមួយទាន់គេបងប្អូនណាខ្វូតអញ្ចឹងគេអាចចាប់ខ្ញុំដាក់គុកបានណាបងប្អូនពីព្រោះពាក្យហ្នឹងវាដោតខ្លាំងណាស់បងប្អូនវាពិតជាស្មុគស្មាញមែនហើយវាពិតជាលំបាកមែនហើយវាពិតជាគ្រោះថ្នាក់មែនហើយដែលយើងតស៊ូគាស់រំលើងរចនាសម្ព័ន្ធនៃអំណាចប្រមូលផ្ដុំវាគ្រោះថ្នាក់ណាស់វាស្មុគស្មាញណាស់វាពិបាកណាស់ប៉ុន្តែជាកាតព្វកិច្ចដែលយើងត្រូវតែធ្វើដោយខានមិនបានទោះបីជាលះបង់ជីវិតក៏ដោយពីព្រោះក្នុងភាពជាជនថ្លៃថ្នូរជាពូជសាសន៍ថ្លៃថ្នូរយើងមិនអាចស៊ូទ្រាំបានទេជាមួយនឹងភាពកក្លឿនបើហើនកោងកាចអំនួតច្រឡោមខាមដែលជាលក្ខណៈរបស់ចៅព្រៃនៃបុគ្គលដែលរស់នៅលើសំណាញ់ច្បាប់ដែលគេកំពុងតែបង្ហាញលក្ខណៈពីលរបស់គេក្នុងផ្ទះសម្បែងរបស់យើងបងប្អូនចង់យកដីអាណាក៏បានកាច់មួសទៅជាខ្មៅតឡាការចេះចុះថាក៏ឃ្លឿនពេលឆ្លោះជាមួយយើងគេបោះពាក្យហែងលេងជាមួយអញអស់តែប៉ុណ្ណេះអស់តែប៉ុណ្ណោះហែងជាប់គុកហែងជាប់ច្បាប់បងប្អូនខ្ញុំទ្រាំអត់បានទេបងប្អូនកាត់ឃ្លឿនហើយនឹងសារព័ត៌មានផ្សាយបន្តិចតួចបងប្អូនប៉ុន្តែអាស្ងាត់ទៅដឹងប៉ុណ្ណាបងប្អូនដេញផ្ទះប្រជាប្រដ្ឋខ្ញុំអង្គុយតែមើលដឹងគេខ្សឹបគ្នាថាម៉េចទេដេញមិនចាញ់ទេតើតរកអាជើងខ្លាំងដែលមានបត់ពិសោធន៍ខាងដេញខ្ញុំសួរថាបត់ពិសោធន៍ខាងដេញគេធ្វើម៉េចគេថាគប់សាំងចូលផ្ទះរួចហើយគប់កតុយភ្លើងចូលហ្មងគេធ្វើតែអញ្ចឹងដេញគេធ្វើតែអញ្ចឹងខ្ញុំនឹកក្នុងចិត្តថាអូយ2000ឆ្នាំមុនអង្គការជំនាន់ចាមចូលប្រទេសខ្មែរគេដេញអញ្ចឹងកលសម្ព័ន្ធមកដល់ឥឡូវហើយគេដេញមនុស្សដេញអញ្ចឹងបងប្អូនដេញអញ្ចឹងអូយខ្ញុំទ្រាំមិនបានជាមួយនឹងភាពកក្លឿនប្រហើនកោងកាចដែលជាលក្ខណៈចោលព្រៃដែលពួកគេបង្ហាញលក្ខណៈពីលនៅក្នុងផ្ទះសម្បែងរបស់យើងបងប្អូនកូនចៅរបស់យើងត្រូវបានគេចាប់មកលបមុខយើងសពគ្រប់បែបយ៉ាងអាចចាប់មកលបអស់ចិត្តទេសោចចេញថ្មិញដាក់យើងឈឺញីញូនដាក់យើងបងប្អូនហើយសល់តែថ្មិញពីរក៏លូតខំដែរចិត្តរបស់ខ្ញុំអញ្ចឹងណាបងប្អូនខ្ញុំចង់ច្រកអាហ្នឹងទៅឲ្យកូនខ្មែរងាកទៅកូនខ្មែរសក់ក្រហមពេញទឹកពេញដីរំជ្រៀងបងប្អូនណាខ្ញុំបែកដើមទ្រូងងាប់ហើយខ្ញុំជាប់គុកបាត់ដោយសារពួកវាក៏ពួកវាមិនដឹងថាខ្ញុំធ្វើអីដើម្បីពួកវាដែរ